តុអ្វីបានជាចិនសុកចិត្តប្រថុយធ្វើសង្គ្រាមលោកដើម្បីតែដីកោះតូចមួយតើអ្នកធ្លាប់ដឹងទេថាហេតុអ្វីបានជាមហាអំណាចដូចជាចិនសុកចិត្តចំណាយថវិកាដ៏មហិមានិងប្រឈមមុខនឹងទណ្ឌកម្មសកលដើម្បីតែដណ្ដើមយកកោះតៃវ៉ាន់តើតៃវ៉ាន់គ្រាន់តែជាខេត្តតូចមួយដែលបែងចែកចេញឬក៏ជាសោមាសដែលចិនត្រូវការបើកទ្វារគ្រប់គ្រងពិភពលោកថ្ងៃនេះយើងមកបង្ហាញអំពីយុទ្ធសាស្ត្រទាំង3ដែលធ្វើឲ្យកោះតៃវ៉ាន់ក្លាយទៅជាចំណុចស្លាប់រស់របស់ចិនមូលហេតុទី1តាក់ទងនឹងខ្សែចង្វាក់កោះនេះហេតុដំបូងគេបង្អស់គឺភូមិសាស្ត្រយោធាបច្ចុប្បន្នចិនមានអារម្មណ៍ថាខ្លួនឯងកំពុងតែជាប់ឃាំងនៅក្នុងផ្ទះតៃវ៉ាន់គឺជាផ្នែកនៃខ្សែចង្វាក់កោះទី1ដែលធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកប្រើដើម្បីឡោមព័ទ្ធប្រទេសចិនបើនិយាយអំពីយុទ្ធសាស្ត្រវិញបើសិនជាចិនយកបានកោះតៃវ៉ាន់ចិននឹងមានច្រកចេញទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកដោយសេរីនាវាទឹកនុយក្លេអ៊ែររបស់ចិនអាចសង្ងំក្នុងទឹកជ្រៅនៃមហាសមុទ្រប៉ាស៊ីហ្វិកដោយគ្មាននរណាម្នាក់ដឹងនេះគឺជាការបាត់បង់នៃឥទ្ធិពលអាមេរិកនៅអាស៊ីទាំងស្រុងហេតុផលទី2តាក់ទងជាមួយនឹងបន្ទះឈីបមូលហេតុទី2នេះគឺបច្ចេកវិទ្យាតៃវ៉ាន់គឺជាផ្ទះរបស់ក្រុមហ៊ុន TSMC ដែលផលិតបន្ទះឈីបដ៏ទំនើបបំផុតជាង 90% លើលោកតាំងពីទូរស័ព្ទដៃរហូតដល់យន្តហោះចម្បាំងនិង AI សុទ្ធតែត្រូវការបន្ទះឈីបពីតៃវ៉ាន់បើចិនគ្រប់គ្រងតៃវ៉ាន់បានចិននឹងមានអំណាចបញ្ជាលើបច្ចេកវិទ្យាលើពិភពលោកទាំងមូលអ្នកណាគ្រប់គ្រងបន្ទះឈីបបានអ្នកនោះនឹងគ្រប់គ្រងពិភពលោកនាអនាគតហេតុផលទី3ហេតុផលនេះគឺជាមូលហេតុចុងក្រោយគឺមនោគមវិជ្ជាបកកុម្មុយនីសចិនការបង្រួបបំរុងជាតិគឺជាបេសកកម្មដែលមិនអាចប្រកែកបានតៃវ៉ាន់គឺជាសញ្ញានៃភាពមិនពេញលេញនៃការបដិវត្តរបស់ចិនការយកតៃវ៉ាន់បានគឺបង្ហាញឲ្យឃើញថាចិនបានត្រឡប់មកជាមហាអំណាចលេខ1នៃពិភពលោកវិញហើយដោយមិនខ្លាចងញើតពីការរីរាំងពីសំណាក់អាមេរិកឡើយសរុបមកតៃវ៉ាន់មិនមែនត្រឹមតែជាកោះដីតូចនោះទេប៉ុន្តែវាគឺជាចំណុចកណ្ដាលនៃសង្គ្រាមត្រជាក់ថ្មីតើអ្នកយល់ថាសង្គ្រាមដណ្ដើមកោះតៃវ៉ាន់នឹងអាចផ្ទុះឡើងនាពេលឆាប់នេះឬយ៉ាងណាហើយតើអាមេរិកហ៊ានចូលជួយដែរឬយ៉ាងណាបើអ្នកទាំងអស់គ្នាយល់យ៉ាងណាសូមខមមិនមតិរបស់អ្នកទាំងអស់គ្នាខាងក្រោយសូមអរគុណ